Hello សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីដើម្បីថតឲ្យបងប្អូនទស្សនាលេងកំសាន្តបងប្អូនដូចជាខានឃើញខ្ញុំយូរហើយថ្ងៃនេះខ្ញុំទំនេរហើយក៏ថតវីដេអូបន្តិចឲ្យបងប្អូនមើលទៅកុំឲ្យស្ងាត់ channel របស់ខ្ញុំពេកហ្នឹងហើយបងប្អូនដែលចូលទស្សនាវីដេអូខ្ញុំលើកដំបូងសូមជួយ Subscribe និង Like ដើម្បីទទួលបានវីដេអូថ្មីៗចែកពីចំណេះដឹងឬក៏សកម្មភាពទាំងឡាយណាដែលខ្ញុំចែករំលែកហ្នឹងហើយថ្ងៃនេះខ្ញុំថតពីសកម្មភាពរបស់ខ្ញុំដែលរៀនចិញ្ចឹមមាន់ហើយបងប្អូនណាដែលទើបតែរៀនចិញ្ចឹមមាន់អាចចាប់ផ្ដើមជាមួយនឹងខ្ញុំបានមិនមែនជំនាញអីទេតែចង់ថតឲ្យបងប្អូនមើលដើម្បីធ្វើជាវីដេអូហ្នឹងហើយក៏មាន់ខ្ញុំមិនសូវច្រើនដែរបងប្អូនវាបន្តិចដែរទេ20-30ក្បាលទេហើយយើងចាប់ផ្ដើមពីតូចទៅហើយចាំមើលថាខ្ញុំអាចចិញ្ចឹមកើតដែរទេហើយបងប្អូនដែលមានបទពិសោធន៍ខ្លាំងអាចជួយ comment ឬក៏ផ្ដល់ចំណេះដឹងឲ្យខ្ញុំផងព្រោះមាន់ខ្ញុំចិញ្ចឹមអាតូចហ្នឹងវាឥឡូវឈឺដូចជា4ក្បាលហើយអត់ទាន់បានទៅរកថ្នាំទេវារាកហើយបងប្អូនដែលចេះតែយើងអាចគួរប្រើថ្នាំអីដើម្បីឲ្យវាបាត់រាកអញ្ចឹងបងប្អូនអាចជួយ comment ពីក្រោមនឹងតិចមកណាហ្នឹងហើយអរគុណច្រើនអូនេះជាមនរបស់ខ្ញុំហ្នឹងហើយបងប្អូនអាចមើលបានហើយនេះពួកទៅញាស់ហើយខ្ញុំយកមកដាក់នេះក៏បែកពីមេរបស់វាខ្ញុំមកដាក់ជាមួយមេទេព្រោះទម្លាប់របស់ខ្ញុំធ្លាប់ដាក់ជាមួយមេវាអត់ចេះមើលកូនវាកាន់ងាប់មួយយប់ពី3មួយយប់ពី3រហូតហើយនេះជាសភាពមន់របស់ខ្ញុំបងប្អូនឃើញវាមិនសូវល្អមែនព្រោះខ្ញុំមិនដឹងថាវាកើតជំងឺអីខ្លះអានេះខ្ញុំដាក់ថ្នាំខាងក្រុមហ៊ុនកសិករថ្នាំលាយមួយទឹកវាខ្ញុំដូចជា2ថ្ងៃខ្ញុំដូរម្ដងហើយការ៉ារបស់វាការ៉ុងខ្ញុំដាក់នេះ2ថ្ងៃទៅ3ថ្ងៃខ្ញុំដូរម្ដងយើងបោកឲ្យស្អាតហើយហាលវាទៅហើយដាក់វាវិញហើយនេះពួកត្រឹសបែរដូចជា5-10ថ្ងៃឡើងខ្ញុំបំបែកវាផ្សេងមកនេះវិញអាចមើលបានទ្រុងខ្ញុំនេះខ្ញុំធ្វើខ្លួនឯងអត់ស្អាតទេព្រោះអត់ចេះទេហើយធ្វើពីអាស័យទេហើយអានេះចាប់ពី5-10ថ្ងៃខ្ញុំយកមកដាក់នេះបំបែកវាព្រោះធំវាស៊ីចំណីច្រើនជាងពួកអាតូចអញ្ចឹងវាអាចនឹងចឹកពួកអាតូចបានណាអញ្ចឹងបានខ្ញុំបំបែកហើយនេះពួកអាទឹមញាស់ហ្នឹងហើយទឹមញាស់ភ្លាមខ្ញុំយកមកដាក់នេះហើយយើងដូចជាព្រឹកឡើងខ្ញុំដាក់ចំណីវាស៊ីខ្ញុំលើកវាដាក់5ថ្ងៃហើយវា5នាទីទៅ10នាទីហើយវាសម្លាប់មេរោគក្នុងទ្រុងក្នុងអីហ្នឹងហើយតបមកបានខ្ញុំលើកដាក់ចូលនេះជាកូនមន់ដែលខ្ញុំប្រាប់ថាឈឺហ្នឹងបងប្អូននេះឃើញវារាកប្រហែលជារាកហើយស្កុកខ្ញុំដឹងថាវាមកវារាកហ្នឹងឬក៏មិនដែរហើយប្រហែលជាទីទៀតខ្ញុំទៅទិញថ្នាំនៅផ្សារឲ្យគេផ្សំឲ្យអញ្ចឹងទេងាប់អស់ហើយឆ្លងខ្ញុំបបែកវាផ្សេងកុំឲ្យឆ្លងពួកអត់ទាន់មានជំងឺអញ្ចឹងហើយអានេះមើលទៅដូចជាស្កុកហើយវានឹងមិនវាទេនេះឃើញអាចវារៀងរាកជាមួយខ្ញុំទៅដល់កន្លែងពេទ្យមាន់គេហើយគេផ្សំថ្នាំដែលយើងគួរទៅប្រើថ្នាំអីដែរបើសិនបងប្អូនដឹងអាចជួយ comment ពីក្រោមផងព្រោះជួយចែកចំណេះដឹងបងប្អូនយើងបន្តិចទៅព្រោះខ្ញុំទៅតែរៀនដែរទេអាចជួយប្រាប់ឬក៏ជាបទពិសោធន៍ឲ្យខ្ញុំអនុវត្តតាមបន្តិចហ្នឹងហើយដូចជាខ្ញុំបង្ហាញបងប្អូនយ៉ាងមាន់របស់ខ្ញុំហើយរឿងចំណីរបស់ខ្ញុំលាយកញ្ចុងអង្គហើយនឹងកតុហើយនឹងចំណីកូនមាន់
để tình ở xa nữa nhóm đại VC mà ngay bị chia mà đòn từ bị đòn tại thì tít chứ bỏ tụi chẳng lại gì ở ali ở trên này cái nông keo vậy vì ai bỏ đó sọc phía bị đại nên này tam bất anh ấy nhóm liệt bị ca nghe bỏ nhom thì hay còn tôi khốp đấy mình lụa bánh trà này cho mưa bởi dương châm phần năng vì cả cóp chuyện ai những đạm mì rồi riêng cô này phải thay ở chuyện trà đi bởi vì cả cọp và phần năng vì ở chữ ở đây á và dựng đằng cho tôi xa được rồi trong này đằng vì riêng cho bản tích dựng ai đã ở riêng trà đi làm bây giờ tôi lụa ấy chẳng bùa mòn nó lâu vì ai chẳng thay đây mà mình bay mình buồn đấy chẳng ai chui dân ăn lại còn đi sang mà tổ được gom hộp ประจำไงบ่យើងបងប្អូននឹងហើយវីដេអូនេះมันមានអីច្រើនទេគ្រាន់តែចែករំលែកតិចតិចទេហើយខ្ញុំនឹងព្យាយាមថតពីសកម្មភាពរបស់ខ្ញុំចិញ្ចឹមមាន់ជារៀងរាល់ថ្ងៃសូមជួយ Subscribe ទាំងអស់គ្នានៅ Channel របស់ខ្ញុំហ្នឹងហើយអរគុណច្រើនបងប្អូនជួបខ្ញុំនៅវីដេអូក្រោយបន្តទៀតអរគុណ